អាចកំបាំងជុំវិញពិភពលោកតែអ្នកដឹងទេលើលោកនេះមានកន្លែងខ្លះដែលច្បាប់រូបវិទ្យាមិនអាចបញ្យល់អ្នកបាននេះគឺជាអាចកំបាំងផ្លែកបំផុតនៅលើផែនដីតែអ្នកដឹងទេថានៅភពសៅរ៍និងភពព្រះហស្ថមេឃភ្លៀងធ្លាក់មកគឺជាគ្រាប់ពេជ្រដោយសារសម្ពាធបរិយាកាសខ្ពស់ពេកវាបានបំផ្លែងឧស្ម័នកាបូនទៅជាដុំពេជ្រធ្លាក់មកដូចជាគ្រាប់ភ្លៀងអញ្ចឹងបើនៅលើផែនដីយើងវិញប្រសិនបើយើងចង់បានគ្រាប់ពេជ្រយើងត្រូវជីកដីរាប់រយម៉ែត្រប៉ុន្តែនៅទីនោះវាធ្លាក់មកពីលើមេឃតែម្ដងតែស្ដាយតែម្យ៉ាងគឺយើងមិនអាចទៅយកវាបានប្រសិនបើឲ្យអ្នកទៅរស់នៅទីនោះហើយមេឃភ្លៀងធ្លាក់មកជាគ្រាប់ពេជ្រតើអ្នកហ៊ានទៅរស់នៅទីនោះដែរឬទេប្រាប់ហេតុផលក្នុងខមមិតកុំភ្លេច share ចែករំលែកឲ្យមិត្តភ័ក្តិរបស់អ្នកបានដឹងនិងខ្លាចទៅជាមហាសេដ្ឋីផង